ម៉ាក់ធ្លាប់ប្រាប់ថាប៉ាត្រូវរួចទោសតាំងពីឆ្នាំមុនម្លេះតែប៉ានៅតែបង្ករឿងនៅទីនេះទើបមិនទាន់ត្រូវដោះលែងឲ្យប៉ាសុំទោសប៉ាឈប់បង្ករឿងទៀតទៅណាប៉ាសន្យាអ្នកកសែតម្នាក់បានសម្លាប់ប្រធានរបស់ឥឡូវហ្នឹងមែនហើយប៉ាតាមជឿលឺមកអ្វីម្យ៉ាងកំពុងសម្រាប់អ្នកគ្រូណាដែលមានពន្លឺងងឹតឬធម្មពលអវិជ្ជមានណែបើវាជាពន្លឺងងឹតទៅហើយធ្វើមិនអាចធ្វើបានទៅគឺយើងអាចធ្វើរឿងដែលវិជ្ជមានការអធិដ្ឋានសិល្បៈក្បាច់កក់សក់និងដុសខ្លួនប្រានប៉ះខាងឆ្វេងប៉ះខាងស្ដាំបន្ទាបខ្លួនរួចសម្លឹងទោះបីជាយើងរក្សាភាពវិជ្ជមានប៉ុណ្ណាក៏នៅតែមានអ្នកមានភាពវិជ្ជមានតែជាងគេហើយគឺនឹងត្រូវស្លាប់ចេញមកតែខាត់ចំមិនព្រមស្លាប់ទេហើយចូលជាលោកដៃហើយត្រូវទៅលោកអកប់ទៅយើងគួរតែមានគោលដៅក្នុងការរស់នៅក្នុងប្រទេសនេះជីវិតយើងមិនអាចគ្មានន័យយ៉ាងដូចនេះទេដូច្នេះពួកយើងទាំងអស់គ្នាដែលខាត់ត្រូវតែរស់នៅដើម្បីចេញរួចពីទីនេះនិងស្វែងរកគោលដៅយើងម្នាក់គួរធុញដល់ហើយបាត់ឆ្កែខ្ញុំហើយ